ចឹងខ្ញុំសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រជាកសិករយើងកម្មករកម្មការិនីរបស់យើងប៉ុន្តែពេលខ្លះមានការលំបាកប៉ុន្តែសួរថាតើអ្នកណានៅជាមួយបងប្អូនរាជរដ្ឋាភិបាលការងារដែលមានជាង1លាននៅក្នុងវិស័យកាត់ដេរដែលឥឡូវគេកំពុងបន្លាយថាទឹកបាត់ជាកំហុសរបស់រដ្ឋាភិបាល100ប្រទេសជាងទូទាំងពិភពលោកជាប់ពន្ធរបស់អាមេរិកតើ100ប្រទេសនឹងជាកំហុសរបស់រដ្ឋាភិបាលទាំងអស់ឬការសម្រេចចិត្តមួយរបស់អាមេរិកនៅក្នុងការគិតគូរពីពាណិជ្ជកម្មរបស់គាត់តែទោះជាយ៉ាងណារាជរដ្ឋាភិបាលខិតខំត្រៀមលក្ខណៈដើម្បីចរចាការពារផលប្រយោជន៍ប្រជាពលរដ្ឋតែទោះជាយ៉ាងណាមកលានអ្នកជាងនេះប្រាក់ខែអបបមាតាំងពី$40ឡើងមកដល់ជាង200ខ្ពស់ជាងប្រទេសមួយចំនួននៅក្នុងតំបន់ដែលជាដៃគូប្រកួតប្រជែងរបស់យើងដូចជាបង់ក្លាដេសដូចជាអីនៅវៀតណាមប្រាក់ខែអបបមាយើងក៏ខ្ពស់ជាងតំបន់ខ្លះរបស់វៀតណាមផងដែរបានប៉ុណ្ណេះដោយសាររាជរដ្ឋាភិបាលខិតខំតស៊ូដើម្បីទាញមកផលរបស់ប្រជាពលរដ្ឋទោះបីជាលំបាកខ្លះអីខ្លះសូមឲ្យបងប្អូនប្រជាពលរដ្ឋពលករកម្មករកម្មការិនីរបស់យើងជឿទុកចិត្តទៅលើរាជរដ្ឋាភិបាលយើងខិតខំថែរក្សាខិតខំកសាងបានប៉ុណ្ណេះដើម្បីបានផលដល់បងប្អូនហើយយើងនឹងខិតខំតស៊ូបន្តទៅទៀតជូនបងប្អូនរបស់យើង